นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะនៅសម័យអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី7ពេលចូលឆ្នាំថ្មីព្រះអង្គតែរៀបចំកម្មវិធីស្រង់ព្រះនៅប្រាសាទព្រះខ័នដែលនិមន្តព្រះពុទ្ធរូបដែលមានមហិទ្ធិឫទ្ធិ25អង្គតំណាងអាណាខេត្តនៅក្នុងព្រះរាជាណាចក្រដែលព្រះអង្គធ្វើការដង្ហែព្រះពុទ្ធរូបទាំងអស់យ៉ាងមហោឡារិកមុននឹងយកទៅតម្កល់នៅកន្លែងដើមវិញបានជាមានជំនឿនិងទំនៀមទម្លាប់ពីដូនតាយើងដូចខាងលើបានជាមានទម្លាប់ជាប់ជាប្រពៃណីមកដល់សព្វថ្ងៃនេះបើយោងតាមសៀវភៅកម្ពុជាសូរិយាឆ្នាំទី48លេខ1ឆ្នាំ1994ការស្រង់ព្រះគឺធ្វើឡើងដើម្បីជំរះនៅបាបកម្មទាំងឡាយដែលបានប្រព្រឹត្តទៅនៅឆ្នាំចាស់នេះបើយោងតាមព្រះសមណកោសលមុនីច័ន្ទសវឿនព្រះគ្រូសូត្រឆ្វេងវត្តមុនីសវណ្ណហៅវត្តចម្ពុះក្អែកហើយស្រង់ព្រះហ្នឹងយើងស្រង់ព្រះហើយក៏ប៉ុន្តែដោយន័យគឺយើងស្រង់ខ្លួនឯងចេញអំពីបាបអំពីទង្វើអាក្រក់អ្វីដែលយើងគិតថាក្នុងឆ្នាំចាស់នោះយើងធ្វើមិនល្អទង្វើយើងនោះនាំទៅរកភាពមិនរីកចម្រើនបែរមុខទៅរកសេចក្តីវិនិច្ឆ័យអីអញ្ចឹងយើងត្រូវចេះទូលមានខ្លួនឯងស្រង់ខ្លួនឯងចេញចាកសេចក្តីអាក្រក់ចេញចាកបាបនោះមកធ្វើល្អធ្វើរឿងត្រឹមត្រូវធ្វើរឿងដែលប្រកបដោយវិជ្ជមានទទួលការអភិវឌ្ឍទាំងខ្លួនឯងទាំងមានប្រយោជន៍ដល់សង្គមពុទ្ធសាសនាក៏ដូចជាសង្គមជាតិយើងផងពិធីស្រង់ព្រះមិនមែនសំដៅទៅលើការស្រោចទឹកលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខតែប៉ុណ្ណោះទេពោលគឺពលរដ្ឋគ្រប់រូបអាចស្រោចទឹកចំពោះព្រះសង្ឃឪពុកម្ដាយចាស់ទុំដើម្បីបង្ហាញអំពីការដឹងគុណផងដែរសម្រាប់អានិសង្ឃវិញព្រះសមណកោសលមុនីច័ន្ទសវឿនបានពន្យល់ថាក្នុងការស្រង់ព្រះនេះតាមប្រពៃណីជាតិខ្មែរយើងមិនស្រង់តែព្រះពុទ្ធបដិមានោះទេស្រង់ទាំងព្រះសង្ឃក៏មានស្រង់ទាំងលោកអ្នកមានគុណមានឪពុកម្ដាយយើងអ្នកមានគុណជាដូនជាតាយើងគ្រូបាធ្យាយគ្រូបង្រៀនអ្នកណាដែលយើងគិតថាគាត់ជាបុគ្គលសំខាន់សម្រាប់យើងមានគុណចំពោះយើងធ្លាប់បានលះបង់ធ្លាប់បានជួយសង្គ្រោះយើងនឹកថាមានគុណក៏យើងថ្វាយបង្គំជូនទេយ្យវត្ថុអីផ្សេងចឹងទៅតាមដែលអាចហើយបូកនឹងធ្វើពិធីខមាទោសគាត់ហើយស្រោចស្រពសកលនារីនឹងជូនគាត់ផងដើម្បីឲ្យតិចព្រោះខែនេះខែក្តៅឲ្យតិចល្អចឹងទៅសុខចឹងទៅដើម្បីសន្សំពូជសុខពូជតិចហ្នឹងដែលយើងគិតថាយើងធ្វើយ៉ាងនេះយើងនឹងបានចំហាយផលមកគឺសេចក្តីសុខតិចទៅជុំប្រៀបដូចជាទឹកដ៏តិចដែលយើងបានស្រោចស្រពទៅលើអ្នកមានគុណទាំងអស់នោះដែរបើយោងតាមសៀវភៅលំអានទំនៀមខ្មែរបុរាណភាគ1របស់លោកញ៉ូនភឿននិងមុំឆៃផលិតឆ្នាំ2004ការស្រង់ទឹកជូនមេដាបេដានិងជីដូនជីតាគួរតែរៀបចំគ្រែចំជាបុស្បុកមានពានទឹក4តាមចែងគ្រែរួចកូនចៅលុតជង្គង់សុំខមាទោសមេដាបេដាជីដូនជីតាដែលកូនចៅអនុវត្តខុសឆ្គងកន្លងមកជាពាក្យសម្ដីក្តីកូនចៅមានទំនាស់ទាស់ទែងបងប្អូនខ្លួនដែលធ្វើឲ្យលោកអ្នកមានគុណព្រួយបារម្ភចុងក្រោយសូមពរជ័យសេចក្តីសុខពីពួកគាត់